ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបបង្កើត account Instagram ជាដំបូងយើងចូលទៅកាន់ Play Store ដើម្បី download កម្មវិធី Instagram នៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំបាន download រួចហើយដើម្បីកុំឲ្យខាតពេលយូរហើយយើងចូលទៅ open តែម្ដងមកដល់ត្រង់កន្លែងនេះយើងនឹងឃើញពាក្យខាងលើនេះគេដាក់ថា login with Facebook បើសិនជាក្នុងទូរស័ព្ទយើងមាន account Facebook យើងចង់ login ចូលក្នុង Facebook របស់យើងតែម្ដងក៏បានដែរតែនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញតាមរយៈការបង្កើតនៅជាមួយ email ឬមួយក៏លេខទូរស័ព្ទដល់កន្លែងនេះយើងត្រូវដាក់លេខទូរស័ព្ទបងប្អូនតែខ្ញុំចង់បង្កើតតាម email ដូច្នេះខ្ញុំចុចនៅក្នុងកន្លែង email ហើយខ្ញុំនឹងវាយ email មួយចូលដើម្បីបង្កើត Instagram អូខេចាំបន្តិចនេះបងប្អូនខ្ញុំកំពុងតែវាយ email ចូលកាត់ខាងយើងនិចទៅបងប្អូនកន្លែងនេះវានឹង load លេខកូដចូលមកក្នុងទូរស័ព្ទគេវាយលេខកូដត្រង់កន្លែងនេះមក81 45ជួយតិចបងប្អូន check មើលសិន86 12 35កន្លែងនេះយើងអាចដាក់ឈ្មោះបានហើយយើងចង់ដាក់ឈ្មោះអីយើងខ្ញុំដាក់ថាpassword កន្លែងនេះយើងអាចដាក់បានយើងចុចទៅលើកន្លែងនេះបងប្អូន continue នេះថ្ងៃឆ្នាំកំណើតយើងចង់ដាក់ថ្ងៃឆ្នាំកំណើតដាក់ទៅបងប្អូននេះដាក់ឆ្នាំ2000ហើយយើងចុច next មកហើយយើងចុចនៅកន្លែងនេះ sign up នេះបងប្អូនវាកំពុងតែ register យើងហើយចាំមកផ្លែបងប្អូននេះបងប្អូនដល់ត្រង់កន្លែងនេះយើងអាចដាក់ស្វែងរកមិត្តភ័ក្តិនៅក្នុង Instagram អញ្ចឹងយើងអាចរំលងសិនដោយចុចនៅកន្លែង skip នេះហើយកន្លែងនេះអាចថា follow friend ក៏បាន skip ក៏បានលើខ្ញុំយក skip សិនបងប្អូននេះយើងបន្តមកទៀតយើងចុចសញ្ញាព្រួយនេះយើងនឹងបាន account Instagram មួយនេះគឺជាគណនីរបស់យើងកន្លែងនេះបងប្អូននេះដែលយើងមិនទាន់មានចំនួន follower និង following នៅឡើយទេយើងអាចចូលទៅ edit profile để ដាក់រូបភាពឬមួយក៏បង្ហោះអីបានបងប្អូនអរគុណចំពោះការតាមដានទស្សនាវីដេអូនេះសូមជួយ like និង subscribe channel របស់ខ្ញុំមួយផងអរគុណសូមជម្រាបលាបងប្អូន